ទំលាប់ទាំង6យ៉ាងតូចៗនេះហើយដែលធ្វើឲ្យមនុស្សភាគច្រើនខូចចិត្តនិងដាច់លុយហើយរស់នៅ stress ខ្លាំងបំផុតតើអ្នកដឹងទេទម្លាប់តូចៗប្រចាំថ្ងៃគឺជាកត្តានិករចង្អុលបង្ហាញពីជោគវាសនារបស់អ្នកបែបណានាពេលបច្ចុប្បន្ននិងថ្ងៃអនាគតហើយខាងក្រោមនេះគឺជាទម្លាប់ទាំង6ដែលដឹកដៃមនុស្សជាច្រើនធ្លាក់នៅក្នុងរណ្ដៅខូចចិត្តដាច់លុយនិងរស់នៅក្នុងសម្ពាធដ៏ធ្ងន់ធ្ងរទី1ប្រើប្រាស់បណ្ដាញសង្គមហួសហេតុប្រសិនបើអាចលុបកម្មវិធី Facebook Instagram Twitter TikTok Pinterest និងកម្មវិធីបណ្ដាញសង្គមផ្សេងៗទៀតចេញពីទូរស័ព្ទដៃរបស់អ្នកដើម្បីឲ្យអ្នកចូលប្រើប្រាស់វាតាមរយៈកុំព្យូទ័ររបស់អ្នកវិញការធ្វើបែបនេះអ្នកនឹងកាត់បន្ថយពេលវេលាខ្ជះខ្ជាយរបស់អ្នកដោយស្វ័យប្រវត្តិយ៉ាងហោចណាស់ 90% ទី2សេពគប់ទំនាក់ទំនងមិនល្អត្រូវហ៊ានលះបង់មិត្តភ័ក្តិคล้ายៗស្នេហាคล้ายៗនិងមនុស្សផ្សេងទៀតដែលធ្វើឲ្យអន្តរាយដល់ការខិតខំរបស់អ្នកត្រូវមានអាកប្បកិរិយាវិជ្ជមានភាពអត់ធ្មត់និងសុទិដ្ឋិនិយមចំពោះអ្នកដែលនៅជុំវិញខ្លួនអ្នកគឺជារឿងចាំបាច់បំផុតទី3ទិញតាមចំណង់ចង់តាមចំណូលពិនិត្យមើលការទូទាត់កាតឥណទានរបស់អ្នកជានិច្ចនៅចុងខែនីមួយៗជៀសវាងការដាក់បំណុលកាតឥណទានអ្នកអាចនឹងចំណាយច្រើននៅលើទំនិញអនឡាញហើយភាគច្រើននៃទំនិញទាំងអស់នោះសឹងតែ 90% គឺជារបស់អ្នកមិនត្រូវការចាំបាច់នោះទេទី4ហូបតាមឃ្លានញៀនញ៉ាំរបស់មិនល្អកុំទិញទំនិញពេលឃ្លានឬទិញក្នុងបរិមាណច្រើនរៀនពីរបៀបចម្អិនម្ហូបដោយខ្លួនឯងកុំញ៉ាំខាងក្រៅញឹកញាប់ពេកកុំជក់កុំផឹកគ្រឿងស្រវឹងនិងសកម្មភាពទាំងឡាយណាដែលមិនកើតជាប្រយោជន៍សម្រាប់អ្នករួមទាំងបំផ្លាញសុខភាពរបស់អ្នកកុំទិញភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់និងវត្ថុដែលមានជាតិស្ករផ្សេងទៀតដែលធ្វើឲ្យអ្នកធាត់កុំចូលចិត្តញ៉ាំសាច់ក្រហមច្រើនពេកត្រូវរៀនញ៉ាំសណ្ដែកនិងបន្លែជំនួសមកវិញទី5ដើរយឺតជាងបរិយាកាសការងារឬហៅម្យ៉ាងទៀតថាមិនអភិវឌ្ឍខ្លួនរៀនពីវិធីដោះស្រាយបញ្ហានៅកន្លែងធ្វើការខណៈពេលដែលមនុស្សគ្រប់គ្នានៅកន្លែងធ្វើការគឺគ្រាន់តែបំពេញតួនាទីធម្មតានិងត្អូញត្អែរនៅពេលជួបបញ្ហាអ្នកនឹងក្លាយទៅជាមនុស្សដែលចាំបាច់ម្នាក់នៅក្នុងចំណោមមនុស្សតិចតួចបំផុតដែលដោះស្រាយបញ្ហានៅក្នុងស្ថាប័នឬក៏ក្រុមហ៊ុនដែលអ្នកបម្រើការងារវាមានប្រសិទ្ធភាពណាស់បើទោះបីជាអ្នកមានស្ថានភាពឬក៏បទពិសោធន៍តិចក៏ដោយអ្នកនឹងក្លាយទៅជាទ្រព្យរបស់ក្រុមហ៊ុនជាមិនខានទី6ចុងក្រោយគឺពឹងទៅលើចំណូលតែមួយប្រភពមនុស្សជាច្រើនបាននឹងកំពុងខិតខំប្រឹងប្រែងធ្វើការស្ទើរតែគ្មានពេលសម្រាកឲ្យបានគ្រប់គ្រាន់ព្រោះតែព្យាយាមស្វែងរកចំណូលតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបានដើម្បីទ្រទ្រង់នឹងការចំណាយទៅលើការផ្គត់ផ្គង់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃចូលរៀនរំដោះខ្លួនចេញពីច្រវាក់នៃលុយប្រើគំនិតបង្កើតលុយនិងប្រើលុយបង្កើតលុយវិញហើយបង្កើតប្រភពចំណូលយ៉ាងតិចណាស់ឲ្យបាន2ប្រភពផងដែរ